ពេលដែលប្រទេសកម្ពុជាឆ្លើយតបទៅវិញកម្ពុជាមិនមែនប្រកាសសង្គ្រាមដោយថៃទេកម្ពុជាឆ្លើយតបដើម្បីការពារសន្តិភាពនិងការពារទឹកដីនេះគឺជាចំណុចត្រូវឬមកខុសនៅក្នុងវិស័យពុទ្ធសាសនាព្រះអង្គចំណុចនេះត្រូវផងធម្មតាកាលណាគេមកយាយីយើងហើយជាសត្វជានុម័តនឹងតែងតែមានការឆ្លើយតបអញ្ចឹងប៉ុហើយអាត្មាលើកទឹកចិត្តឲ្យកងទ័ពរបស់យើងបន្តការពារទឹកដីថែមទៀតប៉ុព្រះអង្គមានផ្សារអ្វីទៅកាន់ពុទ្ធបរិស័ទទាំងអស់នៅក្នុងក្រៅប្រទេសសូមអស់លោកទាំងអស់ទាំងកងទ័ពទាំងពុទ្ធបរិស័ទសាមគ្គីគ្នាដើម្បីការពារទឹកដីព្រោះយើងមានប្រទេសតែមួយទេយើងមិនអាចបាត់បង់ហើយក៏យើងមិនអាចអនុញ្ញាតឲ្យនរណាមកប្រមាថការទានពួកយើងបានទេប៉ុក្រាបថ្វាយបង្គំព្រះអង្គចម្រើនពរបងញោមគណៈព្រះអង្គខ្ញុំបកណាឈ្មោះអេស្រីទៀងពីនេត្រាផអនឡាញព្រះអង្គថ្ងៃនេះខ្ញុំបកណាបានទទួលព័ត៌មានថាព្រះអង្គនិមន្តទៅដល់ខេត្តសៀមរាបព្រះអង្គនិមន្តទៅក្នុងគោលបំណងអ្វីព្រះអង្គគណៈអាត្មាមកនឹងមកជាមួយនឹងលោកជំទាវទេសាភិបាលបណ្ឌិតជាសេរីធនាគារជាតិនៃកម្ពុជាហើយមកម្លងកម្មវិធីទី2មកបាន2ថ្ងៃហើយកំពង់ធំមួយហើយសៀមរាបមួយកំពង់ធំគឺមកចូលរួមរំលែកទុក្ខដល់កងទ័ពពលីនៅក្នុងសមរភូមិហើយថ្ងៃនេះមកជួបជូនភេសជ្ជៈមកយកសម្ភារៈដើម្បីនឹងជូនភេសជ្ជៈគណៈព្រះអង្គនៅពេលដែលព្រះអង្គបានជួបជូនភេសជ្ជៈទាំងខេត្តកំពង់ធំហើយនិងទាំងនៅសៀមរាបនោះព្រះអង្គមានជាដំបូងមានបែបណាទៅកាន់ពុទ្ធបរិស័ទនៅក្នុងជំរំនោះព្រះអង្គសិលមិញបានជួបក្រុមគ្រួសារនៃកងទ័ពពលីពួកគាត់មានការសោកស្ដាយហើយបាត់បង់ស្វាមីបាត់បង់កូនដែលបានលះបង់ជីវិតដើម្បីការពារទឹកដីយើងសង្វេគខ្លាំងមែនទែនដោយសារតែឈាមជក់របស់យើងបានស្លាប់នៅក្នុងសមរភូមិដែលរឿងទាំងអស់នេះកើតឡើងពីខាងភាគីថៃមិនព្រមគោរពបទចុះបាញ់យើងអត់មានជំរឿនអីចឹងយើងសង្វេគព្រោះអាត្មាក៏សោកស្ដាយព្រោះឈាមយើងណាតែឃើញចឹងយើងសង្វេគអារម្មណ៍របស់ព្រះអង្គពេលដែលឃើញសៀមឆ្លៀនជាខ្មែរយ៉ាងនេះប្រតិបត្តិព្រះអង្គដំបូងព្រះអង្គមានអាចជំរាបទៅកាន់ពុទ្ធបរិស័ទបានថាព្រះអង្គប្រតិបត្តិព្រះអង្គយ៉ាងម៉េចព្រះអង្គអាត្មាសោកស្ដាយដែលមនុស្សលោកជាពិសេសរឿងទាំងអស់នេះវាយើងមើលឲ្យជាក់ច្បាស់ដំបូងនោះអាត្មាគិតថាហេតុអីបានថៃក៏ធ្វើរឿងហ្នឹងអាហ្នឹងមួយទី2ទៀតអាត្មាគិតថាជនជាតិថៃនេះវាយើងនៅភូមិផលរបស់ជាមួយគ្នាហេតុអីបានជាគាត់សម្រេចរើសផ្លូវហ្នឹងនាំឲ្យមានវិនិស្សកម្មឲ្យសេចក្តីស្លាប់ការស្លាប់បាត់បង់ជីវិតនេះមិនមែនតែខាងយើងទេខាងគាត់ហ្នឹងក៏មានដែរអញ្ចឹងអានេះវាជាការជ្រើសរើសផ្លូវមួយដែលខុសឆ្គងផ្នែកខាងភាគីថៃក្នុងការដោះស្រាយចំនួននៅពេលដែលប្រទេសកម្ពុជាឆ្លើយតបទៅវិញកម្ពុជាមិនមែនប្រកាសសង្គ្រាមដោយថៃទេកម្ពុជាឆ្លើយតបដើម្បីការពារសន្តិភាពនិងការពារទឹកដីនេះគឺជាចំណុចត្រូវឬមកខុសនៅក្នុងវិស័យពុទ្ធសាសនាព្រះអង្គចំណុចនេះត្រូវផងធម្មតាកាលណាគេមកយាយីយើងហើយជាសត្វជានុម័តនឹងតែងតែមានការឆ្លើយតបអញ្ចឹងប៉ុហើយអាត្មាលើកទឹកចិត្តឲ្យកងទ័ពរបស់យើងបន្តការពារទឹកដីថែមទៀតប៉ុគណៈព្រះអង្គការពីមកសម័យនេះខ្ញុំបានមើលសារព័ត៌មានអន្តរជាតិមួយសម្ដេចប៉ាបបានអំពាវនាវឲ្យកម្ពុជាថៃចូលរួមតុចរចាដើម្បីរក្សាសន្តិភាពឡើងវិញសម្រាប់ព្រះអង្គដែលមានទំនាក់ទំនងល្អខាងវិស័យសាសនាព្រះអង្គមានទំនាក់ទំនងអ្វីអាចជំរាបបានទេជាមួយនឹងពុទ្ធបរិស័ទក៏ដូចជាសម្ដេចប៉ាបកាលដែលប្រហែលអាទិត្យមុនអាត្មានៅទីក្រុងរ៉ូមនោះអាត្មាបានទូលថ្វាយទៅសម្ដេចប៉ាបដោយផ្ទាល់ពេលដែលជួបលោកស្វាគមន៍នៅទីក្រុងរ៉ូមនៅបរិយាវ៉ាទីកននោះបានអរគុណលោកហើយអាត្មាក៏បានប្រាប់ហើយអាត្មាក៏បានដាក់លិខិតមួយថែមទៀតប្រាប់ថាសូមឲ្យសម្ដេចជួយបន្តគ្រប់គ្រងព្រោះចំនួនហ្នឹងវាអត់តាមចប់សព100%ទេហើយលោកបានអរគុណហើយក៏បានប្រកាសហ្នឹងហើយក្នុងន័យយល់ព្រមហ្នឹងពួកអាត្មាបានទូលថ្វាយលោកនៅពេលដែលបានជួបគ្នាប្រហែលជា7នាទីហ្នឹងព្រោះហើយដាក់លិខិតជាផ្លូវការមួយជូនលោកដែរព្រោះហើយសូមពីនីវញាតិញោមពុទ្ធបរិស័ទទាំងអស់ហ្នឹងបន្តជួយជុំជ្រែងតាមផ្លូវការទូតឬក៏តាមផ្លូវណាមួយដែលអាចជំរុញឲ្យមានការបត់ចុះបាញ់នេះព្រោះតាមទៀតព្រោះខ្ញុំបកណាសូមអវត្តព្រះអង្គជាចុងក្រោយទៅកាន់ពុទ្ធបរិស័ទទាហានប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្រៅប្រទេសនៅក្នុងកលៈទេសៈបែបនេះព្រះអង្គមានផ្សារអ្វីទៅកាន់ពុទ្ធបរិស័ទទាំងអស់នៅក្នុងក្រៅប្រទេសសូមអស់លោកទាំងអស់ទាំងកងទ័ពទាំងពុទ្ធបរិស័ទសាមគ្គីគ្នាដើម្បីការពារទឹកដីព្រោះយើងមានប្រទេសតែមួយទេយើងមិនអាចបាត់បង់ហើយក៏យើងមិនអាចអនុញ្ញាតឲ្យនរណាមកប្រមាថការទានពួកយើងបានទេព្រោះអរគុណព្រះអង្គក្រាបថ្វាយបង្គំលាព្រះអង្គ